ទូការរីគុណលើរូបភាពសម្ដេចតេជោទទួលមេដឹកនាំវៀតណាមនៅក្នុងប្រាសាទទេវាវិនិច្ឆ័យដោយផ្ទុះជាសំណួរថាតើត្រឹមត្រូវឬមិនត្រឹមត្រូវបងប្អូនកាលពីពេលថ្មីនេះផ្ទុះការរីគុណពីសំណាក់មហាជនលើបណ្ដាញសង្គមដោយមានការវិញ្ញិតគ្នាជាខ្លាំងពាក់ព័ន្ធទៅនឹងរូបភាពដែលសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាទទួលបដិសណ្ឋារកិច្ចលោកទូលឹមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជាដែលជំនួបនោះបានធ្វើឡើងនៅក្នុងប្រាសាទទេវាវិនិច្ឆ័យហើយអ្វីដែលមានការលើកឡើងនោះគឺសួរជាសំណួរថាតើរឿងនេះត្រឹមត្រូវដែរឬយ៉ាងណាដើម្បីជំរះមន្ទិលសង្ស័យរបស់អ្នកទាំងអស់គ្នាតាមរយៈវីដេអូនេះខ្ញុំបាទនឹងលម្អិតនៅចំណុចសំខាន់មួយចំនួនរួមមានទូនីតិទាំង5យ៉ាងរបស់ប្រាសាទទេវាវិនិច្ឆ័យក៏ដូចជាមាត្រាចំនួន2នៃច្បាប់រដ្ឋធម្មនុញ្ញជាពិសេសឆ្លើយនឹងសំណួរថាហេតុអ្វីបានជាធ្វើនៅក្នុងព្រះបរមរាជវាំងមិនធ្វើនៅក្នុងវិមានព្រឹទ្ធសភាហើយការលើកឡើងនៅអំណាងទាំងអស់នេះខ្ញុំបាទសូមដកស្រង់នៅការវិភាគរបស់លោកបណ្ឌិតកិនភៀដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមុននឹងឆ្លើយថាខុសនឹងត្រូវយើងត្រូវស្គាល់ពីតម្លៃនៃប្រាសាទទេវាវិនិច្ឆ័យជាមុនសិនដែលប្រាសាទមួយនេះយើងដឹងហើយថាត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនៅក្នុងចន្លោះពីឆ្នាំ1913ដល់ឆ្នាំ1917ប្រាសាទនេះគឺត្រូវបានគេសាងសង់ឡើងនៅក្នុងមុខងារសំខាន់ចំនួន5យោងតាមទំនៀមទម្លាប់និងច្បាប់របស់ព្រះបរមរាជវាំងប្រាសាទទេវាវិនិច្ឆ័យគឺសម្រាប់ប្រារព្ធពិធីពិសេសឡើងគ្រងរាជ្យពិធីបុណ្យទ្វារទសមាសពិធីស្វាយសាតាំងព្រះរាជពិធីសច្ចាប្រណិធាននិងសំខាន់បំផុតនោះគឺបរិបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិដូច្នេះសម្រាប់ការប្រើប្រាស់ទីតាំងនេះសម្រាប់ទទួលភ្ញៀវកម្រិតរដ្ឋគឺចំគោលដៅនិងត្រឹមត្រូវជាទីបំផុតបកស្រាយត្រឹមនេះហើយបងប្អូននឹងសួរទៀតចុះហេតុអ្វីសម្ដេចតេជោជាអ្នកទទួលហើយមិនធ្វើនៅវិមានព្រឹទ្ធសភាបាទដូចយើងដឹងហើយថាឯកឧត្តមទូលឹមដែលជាអគ្គលេខាធិការបកកុម្មុយនីសវៀតណាមគឺជាភ្ញៀវកម្រិតរដ្ឋដែលត្រូវបានព្រះមហាក្សត្រយាងអញ្ជើញមកទស្សនកិច្ចបាទក្នុងនាមជាប្រមុខរដ្ឋដូច្នេះហើយត្រូវតែការធ្វើបដិសណ្ឋារកិច្ចត្រូវតែធ្វើឡើងនៅក្នុងព្រះបរមរាជវាំងដែលជាវិមានរដ្ឋហើយបើយើងធ្វើនៅវិមានព្រឹទ្ធសភានោះគេហៅថាគឺជាការទម្លាក់កម្រិតការទូតដែលអាចប៉ះពាល់ទៅដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមកដល់ចំណុចនេះបងប្អូននឹងបន្តសួរទៀតថាហេតុអ្វីបានអង្គព្រះមហាក្សត្រស្ដេចមិនយាងមកទទួលដោយផ្ទាល់ព្រះមហាក្សត្ររបស់យើងក៏ជាមនុស្សហើយទ្រង់ក៏មិនអាចកំណត់ថ្ងៃប្រជញ្ញថាថ្ងៃណាត្រូវប្រជញ្ញថ្ងៃណាមិនប្រជញ្ញបានដែរហើយដូចយើងដឹងហើយសេចក្តីប្រកាសផ្លូវការរបស់ព្រះបរមរាជវាំងកាលពីថ្ងៃទី6ខែកុម្ភៈឆ្នាំ2026បានបញ្ជាក់ឲ្យថាព្រះមហាក្សត្រព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងបានប្រគល់ទូនីតិឲ្យសម្ដេចតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានេះទទួលជាប្រមុខរដ្ឋស្ដីទីបាទនៅក្នុងនាមជាបរិជានិស្សិតដើម្បីទទួលភ្ញៀវកម្រិតរដ្ឋនៅក្នុងបរមនាមរបស់ព្រះអង្គហើយនៅពេលដែរសម្ដេចតេជោធ្វើជាប្រមុខរដ្ឋស្ដីទីនៅពេលដែលអង្គព្រះមហាក្សត្រប្រឈួនឬពុំអាចបំពេញតួនាទីបានបងប្អូនសួរមកតង់ទៀតចុះហេតុអ្វីបានជាសម្ដេចតេជោហេតុអ្វីបានជាប្រធានព្រឹទ្ធសភាជាប្រមុខរដ្ឋស្ដីទីមិនមែនជានាយករដ្ឋមន្ត្រីឬក៏មន្ត្រីឋានៈផ្សេងបាទការដែលសម្ដេចតេជោហើយនឹងដែលប្រធានព្រឹទ្ធសភាទទួលជាប្រមុខរដ្ឋស្ដីទីជំនួសអង្គព្រះមហាក្សត្រនៅពេលដែលព្រះមហាក្សត្រប្រឈួនឬមិនអាចបំពេញតួនាទីបាននោះគឺយោងតាមច្បាប់រដ្ឋធម្មនុញ្ញបាទមាត្រាទី11ថ្មីនិងមាត្រាទី30ថ្មីគឺបានចែងច្បាស់មែនទែនបាទនៅក្នុងករណីព្រះមហាក្សត្រទ្រង់អវត្តមានឬប្រឈួនគឺប្រធានព្រឹទ្ធសភាហ្នឹងជាអ្នកទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីដូច្នេះតាមរយៈការបកស្រាយសំណួរចម្លើយជាបន្តបន្ទាប់នេះគឺច្បាស់ដូចថ្ងៃថាការដែលសម្ដេចតេជោហ៊ុនសែនចេញមុខមកទទួលបដិសណ្ឋារកិច្ច
ប្រមុខរដ្ឋរបស់វៀតណាមលោកតូលឹមដែលជាអគ្គលេខាធិការបកកុម្មុយនីសវៀតណាមហើយបានធ្វើឡើងនៅក្នុងប្រាសាទទេវាវិនិច្ឆ័យគឺជាបដិសណ្ឋារកិច្ចទៅតាមពិធីការកម្រិតរដ្ឋត្រឹមត្រូវហើយក៏ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងស្របទៅតាមបរិយាបញ្ជារបស់អង្គព្រះមហាក្សត្រសឹងតែ80ទៅ90%នៃវីដេអូនេះគឺខ្ញុំបានឆ្លើយជាមួយនឹងចម្ងល់ក៏ដូចជាសំណួររបស់អ្នកមើលក៏ដូចជាមហាជនប៉ុន្តែនៅក្នុងវគ្គចុងក្រោយនេះខ្ញុំមានអ្វីប្រាប់ទៅកាន់លោកអ្នកវិញបាទលោកអ្នកត្រូវដឹងថាប្រទេសកម្ពុជារបស់យើងគឺជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូច្នេះយើងមានច្បាប់ដែលចែងច្បាស់គឺមាត្រា7និងមាត្រា18ថ្មីគឺបានចែងច្បាស់មែនទែនថាអង្គព្រះមហាក្សត្រទ្រង់គឺមិនអាចអ្នកណារំលោភបំពានបានឡើយដូច្នេះហើយព្រះរាជសាររបស់ព្រះអង្គក៏មិនគួរត្រូវបានយកមកជជែកវែកញែកចេញជាភាពអវិជ្ជមានឬក៏រិះគន់នៅលើបណ្ដាញសង្គមនោះទេបាទបើសិនជាប្រៀបធៀបនៅស្រុកគេមិននិយាយថានៅឆ្ងាយទេតែប្រទេសជិតខាងរបស់យើងនេះបាទប្រទេសលីពីនេះបើសិនជាប្រព្រឹត្តសកម្មភាពយ៉ាងផុសផុលពុះកជ្រោលវែកញែកឡើងក្តៅគុកបែបនេះណាបាទជឿជាក់ថានឹងមានគុកច្បាប់អីប៉ុន្តែកម្ពុជារបស់យើងគឺមានច្បាប់ប៉ុន្តែមានការយោគយល់និងអធិស្ឋានខ្លាំងមែនទែនដូច្នេះត្រឡប់មកវិញជាសារទៅកាន់មហាជនជាពិសេសបងប្អូនមហាជនទាំងអស់ហើយអ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គមគួរតែត្រិះរិះពិចារណានិងកែប្រែអរិយាប័ត្រមិនមែនថាមានទូរស័ព្ទមួយមិនមែនមានកុំព្យូទ័រមួយមិនមានបណ្ដាញសង្គមមួយ Facebook មួយចេះតែសរសេរប៉ាត់ណាប៉ាត់ណីឃើញអ្វីដែលមិនត្រូវចិត្តឃើញអ្វីដែលគេលើកឡើងថាអូខុសតាមគេហើយអើតាមគេនោះទេបាទពីព្រោះថាសកម្មភាពទាំងអស់នេះអាចផ្ដល់ផលជះជាអវិជ្ជមានបើយើងប្រើប្រាស់បណ្ដាញសង្គមឲ្យមានប្រយោជន៍វាផ្ដល់ប្រយោជន៍ឲ្យទាំងខ្លួនឯងដល់ទាំងគ្រួសារដល់សង្គមជាតិហើយនៅបង្ហាញពីភាពថ្លៃថ្នូរក្នុងនាមជាប្រជាជាតិខ្មែរប៉ុន្តែបើសិនជាលោកអ្នកប្រើប្រាស់បណ្ដាញសង្គមទៅតាមអារម្មណ៍ដោយបំពានសិទ្ធិបំពានច្បាប់លោកអ្នកនឹងទទួលបានផលត្រឡប់មកវិញគឺទៅតាមកម្រិតនៃសកម្មភាពរបស់លោកអ្នកដូចគ្នាបាទដូច្នេះការបកស្រាយទាំងអំបាលមានដោយយោងទៅតាមច្បាប់និងការវិភាគរបស់អ្នកជំនាញរបស់ខ្ញុំបាទនេះសង្ឃឹមជឿជាក់ថាបងប្អូនបានទទួលជ្រាបហើយបើមានយោបល់ឬក៏មតិយ៉ាងណាលោកអ្នកអាចបញ្ចេញនៅមតិផ្ទាល់ខ្លួននៅខាងក្រោមវីដេអូនេះបានហើយបើសិនជាលោកអ្នកមានប្រធានបទអ្វីដែលជាការប្រធានបទជជែកវិញ្ញាលើបណ្ដាញសង្គមឬក៏មានរឿងរ៉ាវអ្វីដែលចង់ដឹងអំពីចំនួនព្រំដែនពីប្រទេសថៃការបោះឆ្នោតឬក៏ព័ត៌មានផ្សេងអាចខមមិននៅក្នុងវីដេអូនេះបានដូចគ្នាយើងនឹងជួបលោកអ្នកនៅវីដេអូក្រោយបាទខ្ញុំបាទណារ៉ាសូមអរគុណនិងសូមគោរពលា